ល្ងងមែនអ្នកណាគេដាច់ចិត្តបោះចោលរបស់ល្អបែបនេះទៅអាកង្កោកល្ងងអើយវាពិតជាស្ដាយណាស់តែបើអ្នកដកមិនឈប់អញ្ចឹងខ្ញុំនឹងអត់មានស្លាប់ហើយវាក៏ឈឺចាប់ណាស់ដែរណែវាមិនអីទេគង់តែដោះវិញទេណាបានហើយបិទមាត់ឯងទៅវាមិនឈឺទេព្រះអើយអ្នកឲ្យអ្នកលោភលន់ណាស់អ្នកដឹងទេការដែលលោភលន់មិនគិតពីចិត្តគេគឺបាបខ្លាំងណាស់មកទេសនាស្អីទេត្រឹមតែជាសត្វសោះហើយបានហើយកុំនិយាយច្រើនពេករឿងកង្កោកពណ៌មាសនិទានអំពីរឿងមួយដំណាលថាកង្កោកមួយក្បាលស្អាតណាស់មានបុណ្យកុសលខ្ពស់ហើយក៏មានរោមស្លាប់មាសទាំងអស់ចម្លែកខុសគេតែម្ដងនៅក្នុងព្រៃហេមពៀនទេវតាតើទូបង្គំចិត្តអស់ជីវិតក្នុងនាមជាកង្កោកនាពេលនេះហើយមែនទេអ្នកជាកង្កោកមានបុណ្យកុសលខ្ពស់ហេតុនេះអ្នកអាចមានអាយុរាប់រយឆ្នាំឯណោះម្យ៉ាងបើអ្នកចង់ដាក់សង្ខារក្នុងជាតិនេះពេលណាក៏បានដែរបើអញ្ចឹងទូបង្គំចង់នៅ100ឆ្នាំទៀតព្រោះទូបង្គំចង់ស្គាល់រសជាតិអារម្មណ៍រីករាយនាព្រៃហេមពៀនខាងកើតក្រាបទូលមិនអីទេអ្នកអាចសោយសុខនៃជីវិតដ៏រីករាយនេះបានតែថាអ្នកនឹងជួបរឿងរ៉ាវសុខទុក្ខជាច្រើនទៀតតាមទម្រង់ណាមួយផងដែរទូបង្គំយល់ឲ្យក្រាបទូលចុះតើអ្នកគិតទៅហោះទៅព្រៃហេមពៀនខាងកើតនៅពេលណាដែរគឺថ្ងៃស្អែកនេះឲ្យក្រាបទូលល្អយើងមានតែជូនពរអ្នកឲ្យមានសំណាងល្អទៅចុះហើយកុំហោះរំលងភូមិអ្នកស្រុកណាបើមិនអញ្ចឹងទេអ្នកអាចនឹងមានគ្រោះថ្នាក់ក៏ថាបានក្រាបទូលបង្គំនឹងហោះវៀងមិនឲ្យមនុស្សណាបានឃើញទូលបង្គំនោះទេក្រាបទូលល្អណាស់យើងលាហើយណាសូមអ្នកមានសំណាងល្អផងទៅចុះកង្កោកមាសក្រាបទូលវេលាមកដល់កង្កោកមាសក៏បានហោះចាកពីទីលំនៅចាស់សំដៅទៅរកលំនៅថ្មីជាទីដែលខ្លួនកំពុងតែមានក្តីស្រមៃលឺហត់ពេកកង្កោកក៏បានសម្រាកនាទីមួយនៅលើចុងឈើមួយតើខ្ញុំគួរតែបញ្ញាប់ហោះទៅទៀតឬក៏គួរតែសម្រាកនៅទីនេះមួយយប់តាមពិតទៅខ្ញុំមិនគួរបញ្ញាប់ពេកទេបើគិតតែបញ្ញាប់ខ្ញុំអាចមិនបានស្គាល់ទីដែលជាកន្លែងរីករាយក៏ថាបានប៉ិតមែនហើយគ្មានអ្វីដែលគួរឲ្យកង្កោកបញ្ញាប់ពេកទេដូចមនុស្សយើងអញ្ចឹងឡើងភ្នំចេះតែចង់ឲ្យឆាប់ដល់កំពូលបើបែបនេះគួរឲ្យស្ដាយសម្រស់ទេសភាពនាតាមជើងភ្នំណាស់ទីនេះពិតជាទីដែលស្ងប់ស្ងាត់ល្អមែនទែនទីនោះស្ងប់ស្ងាត់មែនហើយតែថាមិនមែនគ្មានសត្វដទៃឯណាមើលចុះកង្កោកធម្មតាមួយក្បាលក៏បានហៅមកដល់ហើយណែលបងកង្កោកមើលយូរទៅដូចជាមិនដូចកង្កោកសោះខ្ញុំគឺជាកង្កោកតាមិនក៏ថាខ្ញុំមិនមែនទៅវិញលបងព្រោះខ្ញុំឃើញថាលបងអត់មានរោមស្លាបដូចខ្ញុំទេលបងមានស្លាបមាសពិតជាប្លែកពេកណាស់ខ្ញុំជាកង្កោកមាសមកពីព្រៃហេមពៀនទីនោះមានសត្វចម្លែកខុសពីព្រៃធម្មតាតែសម្រាប់ខ្ញុំមិនចម្លែកទេតើលបងកំពុងតែគិតថាខ្ញុំនេះល្ងងហួសហេតុមិនស្គាល់នៃពិភពសត្វផ្សេងបានច្រើនមែនទេអត់ទេខ្ញុំគ្មានចេតនាគិតអញ្ចឹងទេលបងអាងតែមានរូបឆោមល្អចម្លែកអាងមានភាពអង់អាចក៏មកប្រឈឺខ្ញុំហ៎ចាំមើលណាបើមានគ្រោះថ្នាក់កាលណាខ្ញុំមិនជួយទេនិយាយបែបនេះហើយកង្កោកធម្មតានោះក៏បានហោះចេញទាំងកំហឹងលុះដល់កន្លែងមួយវាក៏បានគិតថាអាកង្កោកមាសនោះអាក្រក់ណាស់ចាំមើលចុះយើងនឹងបឆោតព្រានឲ្យមកបាញ់វាឲ្យងាប់តែម្ដងមានតែវាងាប់ទេទើបអាចរងាប់ក្តីខឹងរបស់យើងបានតាមពិតកង្កោកនេះមានចិត្តច្រណែនមែនតាមើលចុះកង្កោកនិយាយចប់ក៏ចាប់ផ្ដើមសកម្មភាពតែម្ដងណែលោកព្រានលោកពិតជាល្ងងណាស់ស្អីគេអ្នកណាគេនិយាយហ្នឹងគឺយើងនេះហើយថាម៉េចស្អីគេកង្កោកនេះអីក៏ហ៊ានម្លេះបែរជាហោះមករកព្រានតើវាមិនខ្លាចងាប់ទេមែនទេមែនហើយខ្ញុំពិតជាខ្លាចស្លាប់ណាស់តែថាខ្ញុំចង់ប្រាប់លោករឿងមួយណាលោកព្រានដ៏អង្អាចតើមានរឿងអីទៅបានជាឯងហ៊ានបថុយជីវិតដល់ថ្នាក់នេះ
លោកជាព្រានមិនមានជីវភាពប្រសើរទេពិតមែនទេគឺមែនហើយវាយ៉ាងម៉េចដែរលោកដឹងទេក្ងោកនៅក្នុងព្រៃខាងនោះមានរោមពណ៌មាសសពទាំងខ្លួនបើសម្លាប់វាបានលោកមុខជាខ្លាយជាអ្នកមានមិនខានទេតើមានមូលហេតុអីដែលយើងគួរជឿឯងនោះបើលោកមិនជឿខ្ញុំទេលោកតាមខ្ញុំសិនមកវានៅមិនឆ្ងាយពីទីនេះទេបានយើងព្រមតាមឯងចុះយើងជឿបន្តិចក៏មិនខាតដែរលោកនិយាយត្រូវហើយមកឆាប់មក ភ្លាមនោះក្ងោកបាននាំព្រាននោះទៅដល់ដើមឈើនៃក្ងោកមាសសម្រាប់ហើយព្រានពិតជាបានសម្គាល់ឃើញថាព្រះអើយក្ងោកធំអីស្អាតទៀតរោមក៏សុទ្ធតែជាមាសអស្ចារ្យខ្លាំងណាស់អស្ចារ្យមែនទែនកុំវត្តលឺពេកតិចវាភ្ញាក់តែណាឆ្លៀតពេលវាកំពុងតែដេកលោកឆាប់បាញ់វាទៅនឹងហើយមែនហើយខ្ញុំបាញ់វាសិនព្រានមិនបង្អង់យូរទេមើលចោះគាត់ទាញព្រួញហើយតែថាព្រួញមិនហោះទៅមុខទេបែរជាផ្លោតបុកក្ងោកធម្មតានោះស្លាប់ទៅវិញអូយចុកណាស់មិនបានជាលោកបាញ់ខ្ញុំទៅវិញអូយចំមែនមិនគួរណាផ្លាត់សោះតែសំណាងហើយដែលវាមិនទាន់ភ្ញាក់បាញ់ម្ដងទៀតសិនជាថ្មីម្ដងទៀតព្រានក៏បានទាញព្រួញតម្រង់ទៅកាន់ក្ងោកមាសតែដូចមុនចឹងព្រួញក៏បានផ្លាត់ម្ដងទៀតនឹងមុតចំព្រានខ្លួនឯងបណ្ដាលឲ្យព្រានស្លាប់ភ្លាមអូយឈឺណាស់អូយបុគ្គលដែលមានចិត្តចង់បំពេញអ្នកដទៃគឺតែងតែនាំទុក្ខទោសដល់ខ្លួនឯងក្ងោកមាសពោលបែបនេះហើយក៏បានហោះធ្វើដំណើរទៅមុខបន្តលោកបានបន្តិចក្ងោកក៏បានចោះចិត្តក្របធញ្ញជាតិនាចិត្តស្រែមួយការដែលចាក់ឆៃរបស់អ្នកណាដោយគ្មានការអនុញ្ញាតវាពិតជារឿងមិនសមទេតែថាពេលនេះខ្ញុំដូចជាឃ្លានពេកហើយដូច្នេះខ្ញុំសូមអនុញ្ញាតមេឃដីទុកជាមុនទៅបានក្ងោកមាសឆៃអស់ស្រូវមួយចំនួនក៏បានឈប់សិនហើយគ្រានោះមីងចន្ទថានិងនាងមីលាដែលជាកូនស្រីក៏បានដើរចូលមកអើយមានកងោកពណ៌មាសទៀតផងស្អាតណាស់លោកអើយម៉ែវាកំពុងតែលួចស៊ីស្រូវយើងអស់ហើយចាប់វាទៅម៉ែចាប់វាប្រកបណាស់មើលចោះស្អាតយ៉ាងនេះរឿងអីថាមិនចាប់នោះកូនសម្លាញ់ម៉ែក្ងោកមាសវិញគ្រាន់តែឃើញក៏មិនហៅទៅណាទេព្រោះក្ងោកដែលមានបុណ្យនេះអាចសម្គាល់ដឹងថាតាមពិតស្ត្រីទាំងពីរនាក់នេះម្នាក់ធ្លាប់ជាម្ដាយក្មេកនិងម្នាក់ធ្លាប់ជាប្រពន្ធខ្ញុំកាលពីអតីតជាតិអន្តាបើបែបនេះខ្ញុំឲ្យពួកគេនៅសំណាងមួយចុះអ្នកក្ងោកមាសកុំគិតថាហៅរួចពីដៃយើងអសោះវើយមីងចន្ទថាមិនចាំយូរទេដៃរហ័សជើងរហ័សមើលចោះគាត់ចាប់បានមួយរំពេចនិងចងចាំមុំផងដែរម៉ែចាប់បានងាយណាស់គ្មានពិបាកតិចសោះណែក្ងោកមិនក៏មិនហៅទៀតទៅខ្ញុំមិនហៅកិច្ចទេព្រោះខ្ញុំបានឆៃគ្រាប់ស្រូវខ្លះទៅហើយខ្ញុំនឹងសុំសងអ្នកវិញទៅចុះម៉ែស្ដាប់ចោះវាចេះនិយាយទៀតផងអើយចាកូនណែអាក្ងោកតើឯងចង់សងបែបណាឃើញថាឯងនេះមានរោមមាសទាំងអស់យល់ល្អឲ្យយើង3 4សរសៃមកពិតជាបានសូមដកយកចុះម៉ែឆាប់ដកទៅម៉ែលឿនឡើងចាកូនណែអាក្ងោកខ្ញុំដកហើយណាមីងចន្ទថាបោចហើយបោចទៀតលោកបានមួយចំនួនហើយនោះគាត់ក៏ស្រាប់តែនឹកគិតថាណែកូនស្រីម៉ែមានកំណត់មួយណាមានអ្វីមែនទេម៉ែមីងចន្ទថាហេតុថាមិនហ៊ានឲ្យក្ងោកស្ដាប់ឮគាត់ក៏បានអោនខ្សឹបប្រាប់មីលាថាណែកូនស្រីម៉ែចង់ដឹងណាស់បើបោចរោមវាអស់ហើយនោះម៉ែចង់វះពោះវាបន្តណាបើមិនវះទេនោះវាដូចជាស្ដាយណាស់តើម៉ែចង់ធ្វើអីបន្តទៀតគឺម៉ែចង់វះយកគ្រឿងក្នុងវាក្ងោកមាសបែបនេះមុខជាមានបេះដូងជាឱសថនិងមានគុជខាងក្នុងក៏ថាបានដែរមែនហើយម៉ែពិតជាឆ្លាតមែនណែកូនទៅយកកបិតមកតនក្ងោកនេះវាជាប់ចំណងណាចាម៉ែកូនមកវិញឥឡូវហើយចាំមិនភ្លេចណា
និយាយហើយមិញចាំថាក៏បន្តបោចយកស្លាប់ទៀតរីឯមីលីក៏ទៅយកកំបិតយ៉ាងលឿន ក្រាញ់មុននេះថាយកទៅពី3សរសៃទេមែនទេមិនក៏ពេលនេះអ្នកបោចមិនឈប់សោះអញ្ចឹង ល្ងងមែនអ្នកណាគេដាច់ចិត្តបោះចោលរបស់ល្អបែបនេះទៅអាកង្កោកល្ងងអើយវាពិតជាស្ដាយណាស់ តែបើអ្នកដកមិនឈប់អញ្ចឹងខ្ញុំនឹងអត់មានស្លាប់ហើយវាក៏ឈឺចាប់ណាស់ដែរ ណែវាមិនអីទេគង់តែដោះវិញទេណាបានហើយបិទមាត់ឯងទៅវាមិនឈឺទេ ព្រះអើយអ្នកឲ្យអ្នកលោភលន់ណាស់អ្នកដឹងទេការដែលលោភលន់មិនគិតពីចិត្តគេគឺបាបខ្លាំងណាស់ មកទេសនាស្អីទេត្រឹមតែជាសត្វសោះហើយបានហើយកុំនិយាយច្រើនពេកមិញចាំថាបោចហើយបោចទៀតរហូតតតែកង្កោកអស់រោមរលីងចំណែកមីលីក៏បានយកកំបិតមកផងដែរអើណែម៉ែកូនមកវិញហើយល្អណាស់កូនស្រីម៉ែវះវាសិនណា អ្នកកុំធ្វើបែបនេះអីអ្នកអាចនឹងមានវាសនាមិនល្អទេណា កុំបំភ័យយើងអីហើយកុំរើបំរាស់ឲ្យសោះនោះ បោចយកស្លាប់មាសហើយក៏វះពោះខ្ញុំទៀតអ្នកពិតជាមិនកែសម្ដានតាំងពីអតីតជាតិមែន មិញចាំថាមិនរេរីអ្វីទាំងអស់មើលចោះគាត់វះពោះកង្កោកស្លាប់បាត់ទៅហើយចំណែកមាសនោះក៏ប្រែជាពោះទៅវិញអើយម៉ែមិនក៏អើយមិនក៏ស្លាប់នេះប្រែទៅជាពោះទៅវិញនោះខ្លាចណាស់កូនខ្លាចណាស់អើយហើយមីកូនឈួតយើងនឹងសម្លាប់នឹងឯងងាប់ទៅអើយតើម៉ែកើតអីមិនក៏ម៉ែនិយាយបែបនេះម៉ែឈួតហើយមែនទេអើយងាប់ទៅអូយពោះចឹកអូយមិញចិត្តថាក្នុងពេលនោះស្រាប់តែកើតវិកលចរិតវង្វេងលេងដឹងអីចំណែកមីលីវិញនោះក៏ត្រូវពោះចឹកដែរពួកគាត់ទាំងអស់គ្នាក៏រងក្តីវេទនាចាប់ពីពេលនោះតទៅចំណែកកង្កោកវិញក៏ប្រែមកជាមានជីវិតនិងមានរោមដ៏ស្អាតម្ដងទៀត មនុស្សហើយមនុស្សត្រូវចាំថាបុគ្គលដែលបំពេញគេគឺតែងតែរងក្តីវិនាសដល់ខ្លួនឯងប្រកបណាស់ ពលបែបនេះហើយកង្កោកក៏បានហោះចាក់ចេញទៅឆ្ងាយនិងបានឆ្លងកាត់រាជាណាចក្រមួយកន្លែងផងដែរ តើសត្វដែលកំពុងទៅហោះនោះជាសត្វកង្កោកមែនទេទូលបង្គំក៏គិតថាវាជាកង្កោកដែរតែកង្កោកនេះចម្លែកណាស់វាមានរោមពណ៌មាសខុសពីកង្កោកដទៃទាំងអស់ក្រាបទូលតើកង្កោកមាសដ៏ស្អាតនោះហោះទៅណាមកណាបានជាឆ្លងកាត់តាមនេះលោកហោរាលោកអាចទស្សទីបានទេយើងដូចជាចាប់អារម្មណ៍នឹងកង្កោកនឹងខ្លាំងណាស់ក្រាបទូល លោកហោរាកូនគូរួចហើយនោះគាត់ក៏បានសម្គាល់ដឹងនិងបានពោលថា បបិទ្ធព្រះអង្គកង្កោកមាសនោះជាកង្កោកមានបុណ្យមានឫទ្ធិចេស្តាណាស់បើកង្កោកបានคล้ายជាសត្វចិញ្ចឹមនៅក្នុងនគរណាមួយនគរនោះនឹងរុងរឿងជាមិនខានពិតជាអស្ចារ្យមែនទែនបើបែបនោះយើងនឹងឲ្យលោកសេនាទៅចាប់វាមកឲ្យបានព្រះអង្គរឿងនេះបើចាប់កង្កោកនោះបាននោះពិតជានាំចម្រុងចម្រើនដល់នគរប៉ុន្តែលោកសេនាមិនអាចធ្វើបានទេហេតុអីក៏ធ្វើមិនបានកង្កោកងាយចាប់អន្តើហើមិនបានខ្ពស់នឹងឆ្ងាយឯណាពីព្រោះកង្កោកនោះជាកង្កោកមានបុណ្យរាប់សិបឆ្នាំមកហើយវាមិនងាយចាប់បានទេក្រាបទូលអញ្ចឹងតើធ្វើបែបណាទៅវិញឬក៏យើងត្រូវមិនឲ្យវាคล้ายជាសត្វរបស់នគរផ្សេងមែនទេទូលបង្គំគិតថាគឺមានតែព្រានដែលពូកែបំផុតហើយទើបអាចចាប់វាបានក្រាបទូលយើងដឹងហើយសូមលោករៀបចំឲ្យកោះហៅព្រានដែលល្អបំផុតមកយើងនឹងជូនរង្វាន់ជាទីគាប់ចិត្តដល់គេផងសូមទទួលព្រះរាជបញ្ជាក្រាបទូល មិនចាំយូរទេមានព្រានដែលគេល្បីខាងបបបាញ់ជាងគេក្នុងក្រុងក៏បានមកដល់ហើយលោកជាព្រានលេខ1មែនទេក្រាបទូលព្រះអង្គធានាថាកង្កោកនោះមុខជាមិនអាចគេចផុតពីដៃទូលបង្គំបានទេក្រាបទូល
សូមលោកធ្វើវាចុះបើចាប់ក្ងោកនោះបានយើងនឹងជូនរង្វាន់លោកជាទីគាប់ចិត្តក្រាបទូលព្រះអង្គសូមទុកប្រតិយលើទូលបង្គំចុះ នាយព្រានមិនចាំយូរទេគាត់បានធ្វើដំណើរចាក់ចេញយ៉ាងលឿនលុះកន្លងអស់ជាច្រើនថ្ងៃនោះគាត់ក៏បានទៅដល់កន្លែងមួយនិងបានសម្គាល់ឃើញថា ពុទ្ធោអើយស្អាតណាស់បើចាប់ថ្វាយព្រះរាជាមកជាបានរង្វាន់តិចតួចតែប៉ុណ្ណោះតែបើអញបាញ់សម្លាប់យករោមស្លាប់មាសទាំងអស់មិនខ្លាយជាអ្នកមានទៅហើយទេអី កាត់ហើយព្រានម្នាក់នេះក៏បានទាញព្រួញបាញ់តែម្ដងលុះទាញក្របព្រួញបានបន្តិចហើយនោះព្រួញក៏បានផ្លាត់ចំបេះដូងខ្លួនឯង អូយអូយចុកណាស់អូយឈឺណាស់អូយ នាយព្រានម្នាក់នេះហេតុថាឈឺចាប់និងមានរបួសពេកគាត់ក៏បានស្លាប់ក្នុងគ្រានោះទៅ ហេតុអីបានជាម្នាក់ចេះតែចង់សម្លាប់ខ្ញុំដូច្នេះសុំទោសផងណាខ្ញុំពិតជាមិនអាចជួយអ្នកបានទេមានតែអ្នកមានក្តីមេត្តាប៉ុណ្ណោះទើបអាចរួចពីទុក្ខទោសបាន ហេតុថាព្រានម្នាក់នេះមិនវិលទៅនគរអស់រយៈពេលដ៏យូរព្រះរាជាក៏រកបានព្រានដល់ពូកែម្នាក់ផ្សេងទៀតនៅក្នុងរាជវាំង យើងខកចិត្តនឹងព្រានមុនណាស់មាត់អួតថាពូកែតែពេលយកបានប្រាក់ធ្វើដំណើរហើយក៏ស្ងាត់ដំណឹងឈឹងតែម្ដងលោកកុំធ្វើបែបនេះទៀតណាទូលបង្គំមិនអួតទេក្រាបទូលតែទូលបង្គំនឹងចាប់កង្កោកនោះឲ្យបានមិនឲ្យកង្កោកនោះរួចផុតពីកណ្ដាប់ដៃទូលបង្គំទេមើលទៅលោកដូចជាពូកែដែរដូច្នេះសូមកុំធ្វើឲ្យយើងខកចិត្តខកប្រតិយទៀតឲ្យសោះណាសូមទុកប្រតិយចុះក្រាបទូលបង្គំនេះជាព្រានលេខ1ដំរីស្វានស្វាខ្លារខិនក៏មិនអាចកិច្ចពីដៃទូលបង្គំបានដែរក្រាបទូលប្រសើរណាស់លោកចាប់ផ្ដើមសកម្មភាពចុះលោកហោរារៀបចំអាហារនិងមាសប្រាក់ដល់គេផងទៅក្រាបទូលសូមថ្វាយបង្គំលាក្រាបទូលទៅចុះហើយមិនក៏ត្រង់ដកដង្ហើមធំបែបនេះក្រាបទូលមើលទៅកិរិយារបស់បុរសនោះដូចជាអួតសម្បើមណាស់យើងយល់ថាគេមុខជាមិនបានជោគជ័យទេតើត្រង់ឆ្វេងយល់បែបណាបន្តទៀតក្រាបទូលយើងពិតជាមិនចង់បាត់បង់ឱកាសពីកង្កោកមាសទេណាលោកហោរាលោកជួយរកព្រានបន្តទៀតផងទៅចុះសូមទទួលបរិយាបញ្ជាក្រាបទូលរៀបរាប់អំពីរឿងរ៉ាវនៃព្រានទី3នេះវិញគ្រាន់តែបានឃើញក្ងោកមាសក៏គិតមិនខុសពីព្រានមុនដែរ ល្អអើយល្អម្លេះបើយើងបានវាយកទៅលក់មិនខ្លាយជាសេដ្ឋីទៅហើយទេអី ព្រានម្នាក់នេះមិនគិតថារង្វាន់ព្រះរាជាប្រគល់ឲ្យច្រើនប្រៀបបាននឹងការលក់ស្លាប់មាសទេហេតុនេះគាត់ក៏បានទាញព្រួញបាញ់តែម្ដងហើយម្នាក់ទៀតហើយគិតបែបណាទៅណោះយើងមិនអាចខាត់សេចក្តីលោភៈរបស់បុរសនេះបានសោះព្រាននោះបាញ់មិនត្រូវទេទោះបីថាក្ងោកមាសមិនហើរគេចចេញក៏ដោយហេចម្លែកម្លេះមិនក៏ខ្ញុំបាញ់មិនត្រូវបែបនេះមិនអាចទេទឹកដៃខ្ញុំមិនក៏អន់ម្លេះមិនអស់ចិត្តទេនាយព្រានម្នាក់នេះក៏បានទាញព្រួញជាថ្មីតែជាអកុសលនោះព្រួញនោះក៏បានផ្លត់ត្រូវបេះដូងរបស់ខ្លួនឯងអាយអូយចុកណាស់អូយសូមឲ្យវិញ្ញាណបរោះនោះកើតក្នុងទីដ៏សុខសាន្តផងទៅចុះព្រានទី1ព្រានទី2រហូតដល់ព្រានទី7ទៅហើយតែម្នាក់សុទ្ធតែស្លាប់ទាំងអស់តើមកពីមូលហេតុអ្វីនោះនៅក្នុងនគរតើយើងពិតជាមិនមានវាសនាយកក្ងោកមាសបានមែនទេព្រះបិតាបាត់ជាចង់តតក្ងោកមាសនោះណាខ្ញុំម្ចាស់សុំចូលប្រកាយសាក់លបងបានទេមិនបានទេបិតាមានតែបុត្រមួយអង្គប៉ុណ្ណោះចុះបបុត្រយើងទៅបិតាមិនបារម្ភដល់ស្លាប់ទៅហើយទេមែនទេຕົកចិត្តចាស់ព្រះបិតាព្រានសុទ្ធតែជាសត្រូវនិងសត្វព្រៃទាំងអស់តែខ្ញុំម្ចាស់ខុសគ្នាណាព្រះពើតែបន
សំបីដារាជានិញ្ញាតផងបាត់ប៉ាត់ជាចង់សាក់លបងណា តែបិតាពិតជាមិនអាចខាត់បុតបានទេមែនទេ មេត្តាផងទៅចុះព្រះពរ បើបែបនោះបុតយើងទៅចុះចាំបិតាឲ្យពួកសេនាពូកែតាមការពារបន់ សូមអរព្រះគុណក្រាបទូលរៀបចំរួចរាល់អស់ហើយព្រះធីតាក៏បានចាក់ចេញទៅដល់កន្លែងមួយពិតជាបានសម្គាល់ឃើញថាស្អាតណាស់ពិតជាស្អាតមែនអ្នកអង្គអាចណាស់អ្នកសំតែជាស្ដេចព្រៃអ្នកមិនសមរស់នៅដែលគ្មានសេរីភាពបែបនេះទេលឺបែបនោះហើយកងោកមាសក៏បានពោលមកកាន់ព្រះធីតាចេនឡាថា ព្រះធីតាហេតុអីក៏ទ្រង់មានបន្ទូលបែបនេះទ្រង់មិនដូចអ្នកដែលបានឃើញទូបង្គំផ្សេងទៀតទេ ដំបងខ្ញុំម្ចាស់គិតថាចង់បានអ្នកណាស់ព្រោះអ្នកអាចឲ្យនគរព្រះបិតាខ្ញុំម្ចាស់រងរឿងបានតែពេលនេះខ្ញុំម្ចាស់ដល់ព្រះតីហើយ ព្រះធីតាពិតជាមានបតីល្អណាស់តែព្រោះតែហេតុអីទៅ បានខំពីសេចក្តីសុខរបស់អ្នកខ្ញុំម្ចាស់មិនចង់បានអ្នកយកទៅទៀតទេអ្នកសំទៅរស់នៅទីនេះដែលគ្មានការគៀបសង្កត់តបល្អ ទ្រង់ដឹងទេភាពរុងរឿងគឺស្ថិតនៅលើការខំប្រឹងភាពអង្អាចពូកែឆ្លៀសវៃមិនមែនដោយសារតែទូលបង្គំនោះទេ ខ្ញុំម្ចាស់យល់ហើយតែកងោកមាសខ្ញុំម្ចាស់សុំសួរមួយសំណួរបានទេ សូមទ្រង់សួរមកចុះ តាមមូលហេតុអ្វីក៏ព្រាតដល់មកចាប់អ្នកមិនអាចវិលទៅវិញបានដូច្នេះ នោះគឺព្រោះតែពួកគេសត្វតែមានសេចក្តីបាបចង់សម្លាប់ទូលបង្គំហេតុនេះពួកគេនឹងស្លាប់ព្រោះពួកគេជាមនុស្សធម្មតាតែទូលបង្គំមិនមែនជាសត្វធម្មតានោះទេ មានន័យថាយ៉ាងម៉េចទៅ ទូលបង្គំមានអាយុរាប់រយឆ្នាំមកហើយទូលបង្គំជាកង្កោកមានបុណ្យខ្ពស់ហេតុនេះអ្នកដែលមិនមានបុណ្យនឹងវិនាសខ្លួនឯងមិនខានដូចជាព្រានពីមុនមកអញ្ចឹងទោះពួកគេមានគ្នាច្រើនឬព្រួញស្នាល្អក៏គេមិនអាចសម្លាប់ទូលបង្គំបានដែរ អ្នកពិតជាមានលក្ខណៈល្អណាស់ចិត្តស្ងប់អង្អាចហើយក៏មានភាពជាបណ្ឌិតផងទៀតគួរឲ្យគោរពណាស់ សូមព្រះធីតាយើងទៅវិញចុះសំណាងល្អណាស់ អត់ទេសូមអ្នកហោះទៅលេងព្រះនគរខ្ញុំមិនចាប់បានម្ដងបានទេព្រះបិតាចង់តតអ្នកណាស់ បានជាព្រះធីតាសុំទៅហើយទូលបង្គំនឹងទៅកាន់ទីនោះសូមស្ដេចយាងក្រាបទូល ប្រសើរណាស់សូមអរគុណហើយណាស់លោកកងោកមាសតបតាមការសុំវិញនេះកងោកមាសក៏បានទៅដល់នគរព្រះធីតាចេនឡាចំណែកព្រះរាជាវិញនោះក្រោយបានឃើញហើយទ្រង់ពិតជារីករាយជាខ្លាំង បុណ្យពិតជាពូកែមែនអស្ចារ្យណាស់ ព្រះបិតាកងោកមាសគ្រាន់តែម្លេងទេកងោកមិនអាចនៅរហូតឡើយព្រោះថាកងោកមាសមិនមែនជាកងោកធម្មតាទេណាព្រះបិតា មានន័យថាកង្កោកនឹងហោះទៅទីឆ្ងាយវិញមែនទេ ព្រះពរគឺមែនហើយ ពិតជាគួរឲ្យស្ដាយណាស់តែមិនអីទេត្រឹមមួយថ្ងៃក៏បានដែរជាកិត្តិយសណាស់កង្កោកមាស ព្រះរាជាមិនខត់កងោកទេតែព្រះរាជាក៏មិនចោលគម្រោងចង់បានកងោកដូចគ្នាហេតុនេះមានពេលមួយនោះទ្រង់ក៏បានលបលួចចាប់កងោកដាក់ទ្រង់ដំមមនិងមិនឲ្យព្រះធីតាបានដឹងឡើយ មិនបានជាទ្រង់ធ្វើបែបនេះសូមដោះលែងទូលបង្គំទៅវិញទៅសូមទោសផងណាយើងមិនអាចដោះលែងបានទេព្រោះអ្នកនឹងនាំសំណាងដល់នគរនោះអីទ្រង់មិនអាចរុងរឿងបានទេខណៈពេលដែលទ្រង់ធ្វើបាបទៅលើអ្នកដទៃបែបនេះនោះ កងោកមាសបានសម្រេចចិត្តហើយបើនៅទៀតព្រះរាជានឹងមានគ្រោះថ្នាក់ចំណែកព្រះធីតាដ៏ស្លូតត្រង់នោះក៏បានរងទុក្ខព្រោះទង្វើខុសឆ្គងនៃព្រះរាជាផងដែរ សូមទ្រង់កុំរំពឹងលើអ្វីផ្សេងតែត្រូវគ្រប់គ្រងដោយបញ្ញាទើបរាជាណាចក្រនេះបានរុងរឿងយើងលាហើយ ជួនគ្នានោះព្រះធីតាក៏បានយាងមកដល់កងោកមាសតើអ្នកទៅណាហើយមែនទេព្រះបិតាមិនក៏ធ្វើបែបនេះដាក់កងោកមាស
គឺណែ ត្រង់ជាកងោកមានបនព្រះបិតាដូចជាទេវបុត្រអញ្ចឹងព្រះបិតាធ្វើបែបនេះមានបាបបានណាព្រះប៉ោះ បិតាសុំទោសបិតាខុសហើយតែមិនក៏បុតយើងមកទីនេះលាហើយណាព្រះនាងជាតិណាមួយទ្រង់នឹងបានជួបទូមង្គមម្ដងទៀតមិនខានសូមសាងអំពើល្អបន្តទៀតពួកយើងនឹងបានជួបគ្នាហើយ ពលបែបនេះហើយកងោកមាសក៏បានហោះទៅឆ្ងាយមិនមកក្បែរមនុស្សទៀតទេចំណែកព្រះធីតាវិញនោះមិនដឹងថាជាកម្មអ្វីឡើយទ្រង់មិនរៀបអភិសេកនឹងអ្នកណាសោះទ្រង់រងចាំតែកងោកមាសប៉ុណ្ណោះតរៀងទៅ